មន្ត្រីជំនាញក្រសួងធនធានទឹកសហការជាមួយអាជ្ញាធរខេត្តចុះពិនិត្យនិងសិក្សាទីតាំងបាក់ស្រុតច្រាំងទន្លេនៅសង្កាត់កំពង់ចាមក្រុងកំពង់ចាមនៅព្រឹកថ្ងៃទី31ខែមករាឆ្នាំ2026លោកសាស៊ីថាអភិបាលរងខេត្តតំណាងដឹកកំពង់ខ្ពស់ឯកឧត្តមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារបច្ចេកទេសខេត្តសហការជាមួយនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យនិងសិក្សាលើការបាក់ស្រុតច្រាំងទន្លេមេគង្គស្ថិតនៅក្នុងសង្កាត់កំពង់ចាមក្រុងកំពង់ចាមបើតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងថាមូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះតាមស្ថានភាពជាក់ស្ដែងបណ្ដាលមកពីចរន្តទឹកនៅទីនោះមានអន្លង់ទឹកគួចហើយមុខទឹកនៃទន្លេមេគង្គហូរមកបុកចំតែម្ដងទើបធ្វើឲ្យមានការប្រែប្រួលចរន្តទឹកនាំឲ្យប៉ះពាល់ដល់សំណង់ច្រាំងទន្លេបុករួមទាំងសំណង់នេះសាងសង់មានអាយុកាលយូរប្រហែល14ឆ្នាំហើយដែរជាមួយគ្នានេះឯកឧត្តមអភិបាលរងខេត្តក៏បានណែនាំដល់អាជ្ញាធរក្រុងរៀបចំសណ្ដាប់ធ្នាប់ទីតាំងដែលរងការបាក់ស្រុតនេះមិនឲ្យមានការធ្វើដំណើរឆ្លងកាត់នោះទេដោយបិទចរាចរណ៍ទាំងស្រុងតែម្ដងជៀសវាងការប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋលើសពីនេះអាជីវករលក់ដូរនៅតាមមាត់ទន្លេនៅចំណុចនោះឯកឧត្តមក៏បានណែនាំឲ្យរកទីតាំងផ្សេងលក់បណ្ដោះអាសន្នសិនរហូតដល់ពេលច្រាំងទន្លេជួសជុលរួចរាល់